អ្នកទាំងអស់គ្នានៅពេលដែលយើងធ្វើដំណើរនៅទីក្រុងភ្នំពេញយើងតែងតែឃើញរចនាបថឬស្ថាបត្យកម្មមួយដែលប្លែកដែលមានលក្ខណៈទាំងរបស់អឺរ៉ុបទាំងរបស់ខ្មែរនេះគឺជាស្ថាបត្យកម្មខ្មែរនាឯសម័យអាណានិគមនិយមបារាំងដែលខ្ញុំឈ្មោះហុកថេវរៈដែលមានសមាជិកក្រុមដូចជាមន្ត្រីខេនសុខសួងអេតននខ្ញុំច័ន្ទវិសានិងខ្ញុំសេរីច័ន្ទបុតដែលថ្ងៃនេះយើងមកនិយាយអំពីទស្សនផលដែលយើងបានប្រមូលនៃការស្រាវជ្រាវអំពីស្ថាបត្យកម្មខ្មែរនាសម័យអាណានិគមនិយមបារាំងដូច្នេះស្ថាបត្យកម្មខ្មែរសម័យនោះគឺជាទម្រង់សំណង់ស្ថាបត្យកម្មលំនាំវប្បធម៌បែបអឺរ៉ុបរចនាបថសម័យ classic និងសំណង់ខ្លះទៀតក៏បានបញ្ចូលនៅរចនាបថនិងគ្រឿងលម្អបែបខ្មែរផងដែរដូចនេះនៅតាមតំបន់រដ្ឋាភិបាលនៅសាលាខេត្តសាលាក្រុងភ្នំពេញសារមន្ទីរជាតិនៅរាជធានីភ្នំពេញវិញគេសង្កេតឃើញមាននៅតាមតំបន់រដ្ឋបាលនិងសង្កាត់វត្តភ្នំដែលជាលំនៅឋានរបស់មន្ត្រីជាន់ខ្ពស់បារាំងចំណែកឯលំនៅឋានរបស់ប្រជាជនដែលនៅសេសសល់ភាគច្រើនស្ថិតនៅជុំវិញខ្សែទីប្រជុំជននិងជាតំបន់ពាណិជ្ជកម្មស្ថាបត្យកម្មខ្មែរសម័យបុរាណដំណាលកាលទី1មានដូចជាអតីតពោស្តីនគរបាលវិមាន The Mansion សាកលវិទ្យាល័យភូមិវិចិត្រសិល្បៈសាលារាជធានីភ្នំពេញបណ្ណាល័យជាតិអគារផ្ទះល្វែងក្រុងបាត់ដំបងលេខ1ផ្លុកកណ្ដាលក្រុងកំពង់ចាមខេត្តក្រចេះនិងសៀមរាបស្ថាបត្យកម្មខ្មែរសម័យបារាំងដំណាក់កាលទី2មានដូចជាផ្សារធំថ្មីស្ថានីយ៍រថភ្លើងភ្នំពេញផ្សារក្រណាត់ក្រុងកំពតហើយយើងយកដល់លក្ខណៈសម្គាល់ម្ដងលក្ខណៈសម្គាល់យើងបានប្រើប្រាស់សាលារៀន NCS ដើម្បីធ្វើជាឧទាហរណ៍មួយសម្រាប់ស្ថាបត្យកម្មរបស់បារាំងហើយក៏យើងមើល NCS មើលសាលារៀនអាជីពនេះគឺមកឃើញថាមាន design របស់ស្ថាបត្យកម្មបារាំងច្រើនហើយខ្ញុំនឹងយកឧទាហរណ៍ទីមួយគឺស្ថាបត្យកម្មរបស់សចយើងឃើញថានៅរវាងចន្លោះនេះមានចន្លោះពីក្រៅរបស់យើងមើលតាមផ្លូវមួយមានចន្លោះមួយអានេះគឺហៅសចអានេះគឺជាស្ថាបត្យកម្មរបស់បារាំងមួយទៀតយើងអាចឃើញគឺទំពាំងក្បាលជាអានេះគឺចាំនិយាយអំពីឃើញហើយយើងយកដល់លក្ខណៈសម្គាល់ម្ដងលក្ខណៈសម្គាល់យើងបានប្រើប្រាស់សាលារៀន NCS ដើម្បីធ្វើជាឧទាហរណ៍មួយសម្រាប់ស្ថាបត្យកម្មរបស់បារាំងហើយក៏យើងមើល NCS មើលសាលារៀនអាជីពនេះគឺមកឃើញថាមាន design របស់ស្ថាបត្យកម្មបារាំងច្រើនហើយខ្ញុំនឹងយកឧទាហរណ៍ទីមួយគឺស្ថាបត្យកម្មរបស់សចយើងឃើញថានៅយើងបានឃើញថាមានដូចជាតកនៅខាងហ្នឹងគឺ design ដែលគេដាក់ខាងដៃហ្នឹងគេហៅហ្នឹងហើយអាហ្នឹងគឺជា design របស់ស្ថាបត្យកម្មបារាំងផងដែរមួយទៀតគឺគេចង់និយាយអំពីក្បាលដំបូងយើងអាចឃើញនៅខាងលើទាំងអស់នោះយើងឃើញតែទូដំបូងហ្នឹងគេហៅក្បាលដំបូងអានេះគឺជា design របស់បារាំងដែរហើយមួយទៀតគឺសតយើងត្រូវចូលក្នុងទៀតដើម្បីដឹងយើងបានឃើញថាមានដូចជាតកនៅខាងហ្នឹងគឺ design ដែលគេដាក់ខាងដៃហ្នឹងគេហៅហ្នឹងហើយអាហ្នឹងគឺជា design របស់ស្ថាបត្យកម្មបារាំងផងដែរមួយទៀតគឺគេចង់និយាយអំពីក្បាលដំបូងយើងអាចឃើញនៅខាងលើទាំងអស់យើងបានឃើញថាអក្សរដែលមានចេញហ្នឹងហៅថាសតទុកហើយពីច្រើនមានក្នុងប្រវែងទៀតមានអស់មាននៅខាងលើចេញដូចខាងនេះដែរឬក្នុងអក្សរដែលមានចេញហ្នឹងហៅថាសតទុកហើយមួយទៀតយើងបានឃើញថាអក្សរដែលមានចេញហ្នឹងហៅថាសតទុកហើយពីច្រើនមានក្នុងប្រវែងទៀតមានអស់មាននៅខាងលើចេញដូចខាងនេះចូលដល់ជាម្ដងជាមាន design ច្រើនដែរហើយដំបូងគេយើងចង់និយាយអំពីដំបូងរបស់វាគឺប្រើប្រាស់ជាមួយនឹងដំបូងទៀតណាហើយយើងឃើញថាដំបូងដែលគេសង់ហ្នឹងគឺជាលក្ខណៈរបស់បារាំងក្នុងមនុស្សដំបូងដែលគេប្រើប្រាស់ដែរហើយមួយទៀតគឺវាអំដាគឺជាបារាំងដែរវាអំដាគឺជាកន្លែងដែលរៀនចេញពីអគារហ្នឹងហើយយើងអាចឃើញថាជួននេះគឺជាវាអំដារបស់អគារ G ហើយបើយើងចូលទៅក្នុងទៀតយើងអាចឃើញថាយើងចូលដល់អគារ G ម្ដងអគារ G មាន design ច្រើនដែរហើយដំបូងគេយើងចង់និយាយអំពីដំបូងរបស់វាគឺប្រើប្រាស់ជាមួយនឹងដំបូងទៀតណាហើយយើងឃើញថាដំបូងដែលគេសង់ហ្នឹងគឺជាលក្ខណៈរបស់បារាំងក្នុងមនុស្សដំបូងដែលគេប្រើប្រាស់ដែរហើយមួយទៀតគឺវាអំដាគឺជាបារាំងដែរវាអំដាគឺជាកន្លែងដែលរៀនចេញពីអគារហ្នឹងហើយយើងអាចឃើញថាជួននេះគឺជាវាអំដារបស់អគារ G ហើយបើយើងចូលទៅក្នុងទៀតយើងអាចឃើញថាមានសម្ពុតដំបូងហ្នឹងគេចង់និយាយថាជាដំបូងជាមួយឬក៏ផ្នែកណាមួយដែលចង់ដំបូងថាមានជារាងកោងយើងអាចឃើញកន្លែងហ្នឹងហើយនេះក៏អាចជាសម្ពុតដំបូងដែរវាជាមនុស្សចប់ទីអានេះជាប់គេតម្ដងអានេះជាសម្ពុតដំបូងដែលវាជាប់ជាមួយនឹងអាចគឺជារាងកោងរបស់រូបរបស់យើងដំបូងរបស់យើងមានសម្ពុតដំបូងហ្នឹងគេចង់និយាយថាជាដំបូងជាមួយឬក៏ផ្នែកណាមួយដែលចង់ដំបូងថាមានជារាងកោងយើងអាចឃើញកន្លែងហ្នឹងហើយអានេះក៏អាចជាសម្ពុតដំបូងដែរវាជាមនុស្សចប់ទីអានេះជាប់គេតម្ដងអានេះជាសម្ពុតដំបូងដែលវាជាប់ជាមួយនឹងអាចគឺជារាងកោងរបស់រូបរបស់យើងដំបូងរបស់យើងហើយនៅក្នុងសាថ្មីយើងបានចូលដល់សាថ្មីវិញហើយនៅក្នុងសាថ្មីយើងបានឃើញថាលក្ខណៈចាស់របស់វាមុននៅឆ្នាំ1930យើងមានទឹកកោងស្អាតនេះគឺជាលក្ខណៈចាស់របស់វាហើយលក្ខណៈថ្មីវិញគឺគេបានដាក់ចូលច្រើនព្រោះអានេះគឺសាងសង់ក្រោយ1930ចឹងមានលក្ខណៈថ្មីចាំមានលក្ខណៈចាស់លក្ខណៈថ្មីមួយបានឃើញថាកន្លែងទីនេះគឺមានភាពត្រជាក់មានត្រជាក់ស្រុងមានភាពសចេញចូលពីច្រើនហើយក៏មានពលឺដែលចេញចូលផងដែរពលឺនេះគឺជាចង់និយាយថាគឺធម្មជាតិវាគេ design ហ្នឹងដើម្បីឲ្យពលឺធម្មជាតិចេញចូលហើយបាច់តែកាប់លើទេគ្រាន់តែពលឺធម្មជាតិទៅវាអាចចាំងតែមួយហើយសំខាន់មួយទៀតគឺភាព symmetry ហ្នឹងក៏មានជាមួយការស្មើគ្នាមានប្រវែងច្បាស់លាស់ហើយទីបញ្ចប់ខ្ញុំចង់និយាយអំពីភាពកោងគឺខ្ញុំចង់អ្នកនរគ្នាអាចមើលខាងលើណាខ្ញុំដាក់យក shot របស់ខ្ញុំចូលទៅវានេះភាពកោងគេអាចមើលខាងលើបានយើងក្រោយពីយើងបានសិក្សាអំពីលក្ខណៈសម្គាល់របស់ស្ថាបត្យកម្មខ្មែរនៅសម័យបារាំងរួចយើងមកសិក្សាអំពីការវិវត្តនៃស្ថាបត្យកម្មខ្មែរនៅសម័យបារាំងព្រមទាំងក្រោយសម័យបារាំងផងដែរអញ្ចឹងស្ថាបត្យកម្មរបស់ខ្មែរយើងនៅសម័យបារាំងគឺទទួលឥទ្ធិពលយ៉ាងខ្លាំងពីភាគីបារាំងដោយអគារដែលបានសាងសង់នៅសម័យកាលនោះមានភាពលេចធ្លោព្រមទាំងលុបបំបាត់លក្ខណៈសម្គាល់ខ្លះៗរបស់សំណង់ខ្មែរយើងដូចជារូបចម្លាក់អីជាដើមតែក្រោយពីសម័យបារាំងបានផុតទៅយើងក៏បដូររបៀបសាងសង់អគារថ្មីៗរបស់យើងផងដែរដោយយើងលាយឡំរចនាបថរបស់បារាំងព្រមទាំងរចនាបថរបស់យើងខ្លួនឯងផងដែរយើងឃើញថាសំណង់ក្រោយៗមកមានរូបចម្លាក់ព្រមទាំងក្បូរក្បាច់បែបវប្បធម៌ខ្មែរតែនៅតែមានរចនាបថតាមបែបបុរាណដែរសរុបសេចក្តីមកយើងបានឃើញថាស្ថាបត្យកម្មខ្មែរនៅសម័យបុរាណព្រមទាំងស្ថាបត្យកម្មខ្មែរនៅសម័យបច្ចុប្បន្ននេះមានភាពខុសគ្នាជាច្រើនដោយនៅសម័យបុរាណយើងទទួលឥទ្ធិពលយ៉ាងខ្លាំងពីភាគីបារាំងដោយយើងប្រើអគារនិងក្បូរក្បាច់រចនាអគារ
របស់បារាំងតែនៅសម័យបច្ចុប្បន្ននេះយើងប្រើគួរក្បាច់បារាំងលេខខ្មែរព្រមទាំងយើងបានសាងសង់សំណង់តាមក្បាច់ខ្នាតផ្សេងៗទៀតតែទោះបីជាយ៉ាងណាស្ថាបត្យកម្មទាំងអស់នេះគឺមិនមែនគ្រាន់តែជាអគារនៅគួរក្បែរអគារទេវាក៏គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្ររបស់ជាតិយើងដែរពេលនេះហើយយើងត្រូវការពារព្រមទាំងថែរក្សាប្រវត្តិសាស្ត្រទាំងអស់នេះកុំឲ្យបាត់បង់ផងដែរកុំឲ្យយើងបាត់បង់វាតាសញ្ញាណជាតិរបស់យើងសូមអរគុណអ្នកនរគ្នាដែលបានមកទស្សនាវីដេអូរបស់ខ្ញុំ